bạn chẳng cứ ngày ní cứ nhom nằm bông ôn ngọc này mà mờ mùi một đài thì rất bông ôn ngọc này hơi dạp mùi một đài này đấy cứ chỉ cần sub a thì bông ôn ngọc này cứ chỉ đục hiệp đài vừa lòng để AI bàn tay trong đằng thảo bông ôn mình chỉ nào ramอย่างnàoได้บsinh chỉ Honda Dream i នឹងបញ្ចេញសេរីវាមានលក្ខណៈថាជាប្រភេទសេរី SE បងប្អូនគ្នាបើនិយាយរួមទៅវាដូចជាប្រភេទសេរីទូរស័ព្ទដែរទៅពេលដែលវាចេញសេរីទូរស័ព្ទមកវាមាន11 Pro Max 12 Pro Max 17 Pro Max អីចឹងណាហើយសម្រាប់ Honda Dream បើសិនជាអាចចេញជាសេរីមួយដាច់ដោយឡែកពី Honda Dream បងប្អូនគ្នាដូចជា Honda Dream 2027ប៉ុន្តែថែមជាមួយនឹង SE model SE អញ្ចឹងតើបងប្អូនយល់យ៉ាងណាដែរហើយប្រភេទ model SE ដែលខ្ញុំកំពុងតែនិយាយនេះគឺវាជាប្រភេទដែលផ្ដោតសំខាន់ទៅលើការប្រើប្រាស់ smart key បងប្អូនអរគ្នាគឺប្រើប្រាស់ប្រភេទប្រព័ន្ធសោ smart key ហើយយើងដឹងហើយថាប្រភេទប្រព័ន្ធសោ smart key គឺវាដើរតួបែបណាគឺវាមានប្រព័ន្ធការពារមិនស្អីវាការពារពេលដែលមានគេទៅប៉ះចឹងទៅវាលឺសលេងដល់ហើយវាការពារនៅពេលដែលយើងចង់បញ្ឆេះវាឬក៏មិនបញ្ឆេះវាអីគឺវាអាចចុចទៅលើ smart key បញ្ជាបានអាហ្នឹងគឺជាចំណុចពិសេសរបស់វាហើយបើលឺលហិមកអាចថាមានជាប្រភេទប្រព័ន្ធ GPS ជាមួយនឹង smart key ផងដែរអញ្ចឹងទៅវាក៏ជារឿងទំនើបមួយយ៉ាងដែរហើយសម្រាប់តែមនេះគឺជាតែមប្រភេទតែមរបស់វាបងប្អូននេះអាចមើលបានជាមួយនឹងខ្ញុំបាទសុងម៉ូតូ One អញ្ចឹងហើយប្រភេទនេះអានេះបើសិនជា Honda Dream គេបញ្ចេញជាប្រភេទ model មួយដែលវាក្រៅពីតកូ Dream 2027ដាច់ដោយឡែកដែលគ្រាន់តែបន្ថែម SE មកដោយលក្ខណៈថា update ទៅឡើងវាអាយុវាមួយឬក៏ឈ្មោះវាមួយបន្ថែមទៀតអញ្ចឹងបងប្អូនគ្នាយល់យ៉ាងណាដែរបើសិនជាមានយោបល់យ៉ាងណាចាំភ្លេចជួយ comment ប្រាប់ខ្ញុំផងបងប្អូនគ្នាហើយអំពូមុខក៏មានការផ្លាស់ប្ដូរដែរបងប្អូនគ្នាអាចមើលដូចនៅក្នុងរូបបានអំពូមុខគឺផ្លាស់ប្ដូរមកលក្ខណៈថាបែបជា LED 4គ្រាប់តែម្ដងហើយ stop ខាងក្រោយនេះក៏មានការផ្លាស់ប្ដូរកែតម្រូវផងដែរហើយដូចជាកែតម្រូវតែតជាមួយនឹងបូមក្រោយផងដែរនិយាយរួមទៅវាប្លែកម្យ៉ាងដែរសម្រាប់ប្រភេទ SE ដែលគេឆ្នៃវានិយាយរួមទៅរូបភាពនេះគឺគេបង្កើតឡើងមកពី AI បងប្អូនគ្នាប៉ុន្តែសួរថាបងប្អូនមានចំណារអារម្មណ៍យ៉ាងណាដែរបងប្អូនអាច comment នៅក្នុងវីដេអូខ្ញុំបាទផងដែរដើម្បីចែករំលែកចំណេះដឹងទាំងអស់គ្នានិយាយរួមទៅបងប្អូនដែលចូលមកថ្មីកុំភ្លេចជួយ like share subscribe channel YouTube ខ្ញុំបាទផងណាសុងម៉ូតូ One ពីព្រោះខ្ញុំចែករំលែកតាក់ទងជាមួយនឹងចំណេះដឹងតាក់ទងជាមួយនឹងការជួសជុលម៉ូតូបងប្អូនគ្នាជាពិសេសគឺប្រភេទប្រព័ន្ធភ្លើងអូតូហើយនិងប្រភេទប្រព័ន្ធភ្លើង Honda Dream ផងដែរបងប្អូនគ្នានិយាយរួមទៅអានេះគឺជាប្រព័ន្ធភ្លើងថ្មីមួយទៀតហើយសម្រាប់2027ដែលខ្ញុំទទួលបានពីបងប្អូនដែលចែករំលែកផ្ញើឲ្យខ្ញុំផងដែរហើយប្រភេទនេះដែរគឺវាមានតាក់ទងជាមួយនឹង system ទំនើបពិសេសដូចជាប្រព័ន្ធបិចសាំងវាជាធម្មតាប៉ុន្តែនេះដូចជាសន្សំចៃខ្លាំងជាងមុនទៅទៀតបងប្អូនគ្នាហើយតាក់ទងជាមួយនឹងស្បែកពូកតាក់ទងជាមួយនឹងច្រើនទៀតបងប្អូនគ្នាប្រាំងដូចជាប្រភេទប្រាំង ABS ដែរបងប្អូនគ្នានិយាយរួមទៅមានតែប៉ុណ្ណេះដែរវីដេអូផ្សេងមានវីដេអូថ្មីទៀតខ្ញុំនឹងធ្វើវីដេអូចែកជូនបងប្អូនទៀតណាជំរាបលាបាយពីខ្ញុំបាទសុងម៉ូតូ One អរគុណបងប្អូនគ្នាដែលបានតាមដាន